ឆ្នាំនេះតើអូនមកទេឆ្នាំនេះតើអូនមកទេបងនៅតែចាំផ្លូវមានស្នេហ៍បងនៅតែចាំផ្លូវមានសួស្តីបងប្អូនអរគ្នាបាទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខគិមកដល់បាទបងប្អូនដែលមានបំណងមកលេងខេត្តរតនគិរីបាទបងប្អូនខ្ជិលស្នាក់នៅក្រុងបាទថ្លង់អីបងប្អូនចង់បានបរិយាកាសទេសភាពស្ងប់ស្ងាត់អីបងប្អូនអាចមករីសតមួយកន្លែងនេះបានបងប្អូនបាទហើយរីសតមួយកន្លែងនេះមានឈ្មោះថារីសតរតនគិរី Paradise Hotel ចំពោះទីតាំងមិនសូវជាឆ្ងាយប្រហែលទេបងប្អូនបាទបងប្អូនចេញពីក្រុងបានលងមកត្រឹមតែ7គីឡូបងប្អូនជិះមកតាមបឹងយ៉ាឡោមហើយបងប្អូនជិះហួសមកបាទគឺដល់រីសតតែម្ដងសម្រាប់តែបងប្អូនបាទត្រូវការកន្លែងដែលស្ងប់ស្ងាត់ឆ្ងាយពីក្រុងបាទគឺត្រូវមាច់តែម្ដងបងប្អូនបាទបរិយាកាសស្ងប់ស្ងាត់ល្អហើយថែមទាំងទេសភាពបាទគឺស្រស់ស្រាយខ្លាំងមែនទែនបាទបើសិនជាបងប្អូនបាទមកលក្ខណៈជាគ្រូសាទៀតបាទគឺត្រូវមាច់តែម្ដងបងប្អូនបាទដោយសារតែកន្លែងយើងនេះបាទគឺមានអាងហែទឹកបាទមានម្ហូបកំងបាទមានស្រាកឡុកស្រាដបស្រាក្រហមបាទគឺមានគ្រប់មុខតែម្ដងបងប្អូនបាទគឺមានភាពងាយស្រួលមែនទែនបាទបងប្អូននៅពេលដែលបងប្អូនមកបាទបងប្អូនអត់ចាំបាច់មកទៅញ៉ាំអីនៅខាងក្រៅទេបាទដោយសារតែកន្លែងយើងបាទមានហាងបាយម្ហូបកំងបាទគឺមានមួយសេតតែម្ដងបាទអត់ពិបាកឲ្យបងប្អូនចេញទៅខាងក្រៅទេបាទហើយចំពោះកន្លែងទីតាំងរបស់យើងបាទនៅពេលដែលយប់ឡើងបាទបងប្អូនអាចបាទកំងប៊ីយ៉ាកំងបាទភេសជ្ជៈអីអង្គុយញ៉ាំបាទមើលថ្ងៃលិចបាទមើលលោកខែបាទនៅមាត់អាងទឹកបាទគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនហើយបើសិនជាបងប្អូនចង់បានលក្ខណៈជាសាច់អាំងបាទដើម្បីអង្គុយអាំងនៅមាត់អាំងក៏បានដែរបងប្អូនបាទបងប្អូនគ្រាន់តែបាទតាក់ទងទៅខាងយើងខ្ញុំទៅខាងយើងខ្ញុំនឹងបាទរៀបចំជូនបាទបងប្អូនចង់បានរបៀបមិនអីមិនបាទគឺរៀបជូនបងប្អូនបាទនៅមាត់អាងទឹកដើម្បីឲ្យបងប្អូនអង្គុយចាំញ៉ាំតែម្ដងបាទគឺឲ្យអារម្មណ៍បងប្អូនបាទគឺស្រស់ស្រាយនៅពេលដែលបងប្អូនបានមកកន្លែងនេះនៅពេលដែលបងប្អូនអង្គុយនៅក្រោមបាទមានអារម្មណ៍ត្រជាក់អីបងប្អូនអាចមកឡើងមកលើបានបាទមកខាងជាន់លើបាទខាងហាងបាទខាងរេស្តូរ៉ង់បាទខាងស្រាកឡុកម្ហូបកំងបាទបងប្អូនអាចកំងជាលក្ខណៈស្រាកឡុកឬមួយក៏ប៊ីយ៉ាដបកំប៉ុងស្រាក្រហមអី Red Wine អីគឺមានមួយសេតតែម្ដងបងប្អូនបាទចំពោះអាកាសធាតុនៅទីនេះវិញបងប្អូនបាទនិយាយពីថាក្បាលល្ងាចប្រលប់ឡើងបាទចាប់ផ្ដើមធ្លាក់ខ្យល់មកល្វើយបាទគួរឲ្យចង់អង្គុយគុណបាទស្រូបខ្យល់បរិសុទ្ធបាទគឺខុសទេបងប្អូនបាទនៅកន្លែងនេះខ្ញុំនិយាយមែនណាមិនមែនខ្ញុំចេះតែនិយាយបងប្អូនបាទហើយបើសិនជាចូលឆ្នាំបងប្អូនមានកម្រោងមកលេងរតនគិរីបងប្អូនអត់ដឹងទៅដើរលេងនៅណាបាទកុំភ្លេចមករតនគិរី Paradise Resort បាទស្វាគមន៍24ម៉ោងបងប្អូនមកឲ្យលេខទូរស័ព្ទខ្ញុំដាក់នៅខាងលើអរគុណច្រើន